mà chẳng ấy đấy dùng mơ tẹo tông nên mê riêng nụ hạt đề về đấy dương thấy pra tẹo tông nên sai vị trà của mày rồi có dương hai bàn thà vị trà nó mà được nước chia mà chứ nhưng được là màu pi tông đấy hay nó không đấy vì miền pi sầm nua lá có kho đấy trong post nua kho đấy cứ dương sai trẻ tẹo tông nó vị trà của mày chứ như từ mơ thay vị trà của mày nó dương saiอย่างmấy ហើយដើម្បីស្រាយវាបានយើងត្រូវប្រើប្រមាណដំណាក់កាលហើយក្នុងដំណាក់កាលនេះយើងត្រូវស្រាយយ៉ាងម៉េចព្រោះនេះគឺជាប្រភេទderivative tn បាទអញ្ចឹងភេទលំហាត់សម្រាយនេះក៏អឺគេអាចយកទៅប្រឡងសកកាយដែរអញ្ចឹងឥឡូវយើងអាចមើលបានហើយឥឡូវចូលទី1នេះចេញខ្ញុំស្អីសម្រាយនៅក្រោមនេះmà trang tí muối cái thayឲ្យអាគុំ y ស្មើសេនី x បូក cos x ហើយមានពីរសំណួរនេះក៏គណនី y ព្រីមនិង y សើកុងខនេះស្រាវជ្រាវតាមកំណើនថា y អានេះមិនស្វ័យគុណទេណាអានេះគឺ derivative derivative កាលណាដែលគេផ្សេងចេះឧមាថាបើយើងផ្សេងទៅព្រីម1 derivative ទី1 derivative ទី2 derivative ទី3អីហ្នឹងគេនៅតែសេបន្តបែបនេះប៉ុន្តែចាប់ពី derivative ទី4ទៅគឺគេសេបើបុកកញ្ចក់ចេះគេដាក់ជាលេខនៅខាងក្នុងនេះអានេះបានន័យថាក៏ជា derivative ដែរអញ្ចឹងរាប់ចាប់ពី derivative ទី4ឡើងទៅគឺគេសរសេរតម្រង់ជាប្រភេទ derivative គេសរសេរជានៅបែបនេះអញ្ចឹងយើងដឹងថាអានេះមិនមែនស្វ័យគុណទេអានេះគឺបើសិនយើងដាក់បុកកញ្ចក់ហើយមានជាតម្លៃលេខណាមួយនោះឬក៏ជាតម្លៃ n ហ្នឹងអាហ្នឹងបានន័យថា derivative អញ្ចឹងការសម្រាយនេះគឺសម្រាយ derivative ទី n ឬក៏ជាតម្រង់ទូទៅរបស់វាបាទនៅក្នុងសម្រាយនេះចង់បានន័យថាបើសិនជាយើងធ្វើការបន្ត derivative នេះ derivative ទី1ទី2ទី3ទី4ហើយធ្វើការ derivative បន្តរហូតដល់ derivative ទី n របស់វាហ្នឹងវានឹងមានតម្រង់ជាប្រភេទ derivative មានតម្រង់បែបនេះហើយគេឲ្យយើងស្រាវជ្រាវថាហ្នឹងវាពិតបាទប្រើកំណើនដើម្បីយកមកស្រាយអញ្ចឹងយើងត្រូវស្រាយយ៉ាងម៉េចឥឡូវយើងមើលកសិនកនេះវាមិនពិបាកអីទេយើងអាចស្រាយបានបាទអញ្ចឹងកនេះឥឡូវដាក់ទី1ខ្ញុំសេសម្រាយណាចាស់បាទសម្រាយជាអញ្ចឹងទី1នេះចំពោះកបាទគណនា y ព្រីមនិង y សើកុងបាទឬក៏ derivative ទី2 derivative ទី1ហ្នឹងឯងអញ្ចឹងយើងស្រង់អនុគមយើងដាក់អញ្ចឹងមានអីគេមាន y នេះស្មើនឹង sin x បូកឲ្យ cos x បាទអញ្ចឹងខ្ញុំអាចទាញ derivative ទី1មកបាទទាញរក y ព្រីមយើង derivative នេះស្មើគេស្មើ cos បាទស្មើ cos x ហើយ d cos ចេញដក sin ហ្នឹងណាបាទចឹងអានេះខ្ញុំអត់រំលឹកអីច្រើនទេរូបមុនគ្រឹះក្នុង derivative យើងក៏ជាអាសាជួបហើយបាទដល់ហើយយើង derivative ទី2គឺយើងបន្ត derivative អាទី1នេះអាគុំ derivative ទី1ដែលយើង d ហើយនេះយើងបន្តយកមកធ្វើ derivative តទៀតបាទចឹង derivative ទី2ចឹង d cos នេះវាទៅជាដក sin x បាទហើយ d sin នេះទៅជាដក cos x បាទចឹងប៉ុណ្្នឹងឯងនោះកនេះអញ្ចឹងខ្ញុំអាចឆ្លើយបានដូចនេះy ព្រីមនេះគឺស្មើនឹង cos x ដក sin x បាទហើយ y សើកុងនេះស្មើដក sin x នេះដកឲ្យ cos x បាទអញ្ចឹងចំពោះឈ្មោះកនេះអត់មានអីពិបាកទេប៉ុន្តែចំពោះសំណួរខនេះរៀនថ្លៃតិចយើងទៅស្រាវយ៉ាងម៉េចអាហ្នឹងអញ្ចឹងយើងត្រូវដឹងពីដំណាក់កាលនៃការស្រាយទីទៀតខ្ញុំនឹងបង្ហាញតើទៅនឹងកំណើនហ្នឹងឬក៏យើងហៅថាស្រាយតាមវិចារកំណើនក៏បានឬក៏អនុមានរួមគណិតវិទ្យាក៏បានដែរអញ្ចឹងខបាទខស្រាយវិទ្យាថា
dv ទី n នេះបាទបន្តរហូតដល់ dv ទី n ហ្នឹងស្មើ sin x បូក2ចែក2បូកអត់ cos x បូកនឹង n ផាយចែក2បាទចេញបញ្ជាក់ដែរតើតើនឹងកំណើននេះយើងអាចឈ្មោះវាគឺយើងឥឡូវខ្ញុំបង្ហាញទៅនេះសិនមុននឹងខ្ញុំសម្រាយឲ្យបានខ្ញុំបង្ហាញតើតើនឹងកំណើននេះបន្តិចបាទអញ្ចឹងតើតើនឹងកំណើនហ្នឹងគឺយើងអាចទៅសេថានឹងជាវិចារកំណើនបាទខ្លះយើងហៅវិចារកំណើនឬក៏ឈ្មោះវាម្យ៉ាងទៀតយើងហៅថាអនុមាលរូបគណិតជាគណិតវិទ្យាឬក៏ជាភាសាអង់គ្លេសយើងហៅអាហ្នឹងគឺឈ្មោះវាគឺ mathematical induction អញ្ចឹងវិធីសាស្ត្រតាមវិចារកំណើននេះគឺជាវិធីសាស្ត្រមួយដែលគេនិយមប្រើច្រើនមែនទែនដើម្បីសម្រាយពីភាពពិតនៃអនុគមឬក៏ភាព derivative ឬក៏ការស្រាវជ្រាវសំខាន់ណាមួយដូចជាវិសលភាពមួយចំនួនក៏គេប្រើហ្នឹងដែរអញ្ចឹងអានេះគឺជាវិធីសាស្ត្រមួយដែលក្នុងការប្រឡងសប្តាហ៍គេប្រើច្រើនបាទដូចជាការស្រាវជ្រាវភាពឆែកដៃក៏គេប្រើហ្នឹងដែរអញ្ចឹងនៅក្នុងនេះតើតើនឹង derivative ទី n នេះក៏យើងប្រើវិធីសាស្ត្រតើតើនៅវិចារកំណើនហ្នឹងដែរប៉ុន្តែជំហានរបស់វាមាន3ដំណាក់កាលធំគឺបាទជំហាននៃការស្រាយប្រើតាមវិធីហ្នឹងគឺមាន3ដំណាក់កាលធំ3ដំណាក់កាលអញ្ចឹងដំណាក់កាលទី1នោះគេឲ្យ n នេះតម្លៃ n ហ្នឹងគឺយើងអាចឲ្យ n ស្មើ1ឬក៏ហួសដល់ n ស្មើ2ស្មើ3ទៀតក៏បានដែរបាទអាហ្នឹងអត់បញ្ហាទេហើយដំណាក់កាលបន្ទាប់គេស្រាយគេឧបមាជាដំណាក់កាលដែលគេឧបមាថា n នេះតម្លៃ n ហ្នឹងវាពិតដល់n ស្មើការបញ្ជាក់ដែរដល់ n ស្មើការនេះគឺជាតម្លៃដែលយើងស្រាវជ្រាវនេះយើងក៏ឧបមាថាវាពិតដល់តម្លៃធំណាមួយយើងអត់ដឹងថាការនោះស្មើប៉ុន្មានប្រកបទេប៉ុន្តែយើងអាចស្រាវជ្រាវថាវាដល់ដំណាក់កាលណាដែលវាធំយើងស្រាវទៅវាអស់ថ្លៃទៅវាធំហ្នឹងថាហ្នឹងវាពិតអញ្ចឹងដើម្បីស្រាវជ្រាវថាអាហ្នឹងវាពិតអានេះគ្រាន់តែជាដំណាក់កាលគេឧបមាទេពេលថាឧបមាយើងអត់ទាន់ដឹងថាអានោះវាកើតឡើងឬនៅទេបាទយើងគ្រាន់តែឧបមាថាអាហ្នឹងបើសិនវាពិតដល់ដំណាក់កាលហ្នឹងគេអាចស្រាយមកជំហានទី3ឬក៏ជំហានចុងក្រោយនេះគេស្រាយបាទគេដាក់ថាយើងនឹងស្រាយចឹងទៅយើងនឹងស្រាយថា n នេះវាពិតដល់ n ស្មើការបូក1អញ្ចឹងដំណាក់កាលវាមានតែ3ដំណាក់កាលធំហ្នឹងទេប៉ុន្តែនៅក្នុងការសម្រាយគឺយើងត្រូវសរសេរឲ្យមានរបៀបបបវាព្រោះអាហ្នឹងតើតើឧបមាថាបើយើងស្រាយសមភាពឬក៏ភាពចែកដាច់មួយចំនួនមិនមែនជាស្រួលស្រាយទេត្បិតតែវាមាន3ដំណាក់កាលប៉ុណ្ណឹងបាទអញ្ចឹងអាដំណាក់កាលដំបូងនេះយើងអាចតេស្តឲ្យ n ស្មើ1 n ស្មើ2អញ្ចឹងទៅឬក៏ហួសដល់ n ស្មើ3នេះក៏បានដែរអាដំណាក់កាលទី1នេះអត់បញ្ហាទេជាដំណាក់កាលដែលងាយជាងគេហ្នឹងហើយចូលដល់ដំណាក់កាលទី2នេះគឺជាដំណាក់កាលឧបមាពាក្យថាឧបមាគឺយើងអត់ដឹងថាវាខាត់ឡើងមែនឬមិនមែនទេយើងក៏ឧបមាថាបើវាពិតដល់តម្លៃធំណាមួយហ្នឹងគឺវាពិតអញ្ចឹងគេអាចស្រាយនៅដំណាក់កាលបន្ទាប់វាមួយតួហ្នឹងបើសិនជាគេស្រាយនេះឃើញថាហ្នឹងពិតចាការឧបមានេះក៏វាពិតដែរព្រោះអាតួបន្ទាប់ពិតហើយអញ្ចឹងអាតួមុនហ្នឹងបាទអាតួ n ស្មើការហ្នឹងក៏វាពិតដែរអញ្ចឹងអាដំណាក់កាលសំខាន់ហ្នឹងគឺដំណាក់កាលចុងក្រោយនេះជាដំណាក់កាលដែលសំខាន់បើយើងស្រាយអាហ្នឹងបានពិតអាការឧបមារបស់យើងនេះវាទៅបាទវាពិតប៉ុន្តែមែនតើអាការដែលគេឲ្យយើងស្រាវជ្រាវហ្នឹងនៅវាពិតស្រាប់ហើយប៉ុន្តែគេគ្រាន់តែគេអាចឲ្យយើងនេះប្រើតាមកំណើននេះជាដើម្បីជាម្ណាមួយយើងមកបញ្ជាក់គេថាហ្នឹងវាត្រឹមត្រូវប៉ុណ្ណេះតែពិតចឹងទេបាទចឹងអានេះយើងប្រើតាំងពីលំហាត់ហ្នឹងយើងប្រើតាមនឹងវិចារកំណើនហ្នឹងឥឡូវយើងមើលពីការស្រាយវិញបាទចឹងខ្ញុំបញ្ជាក់ដែរដំណាក់កាលទី1ហើយនិងទី2នេះអត់មានអីពិបាកទេប៉ុន្តែពិបាកអាទី3នេះដំណាក់កាលទី3នេះការស្រាយនេះ
បើស្រាយអានឹងបានពិតណាការឧបមារបស់យើងហ្នឹងក៏វាពិតដែរប៉ុណ្ណឹងហើយឥឡូវយើងមើលខអានេះគ្រាន់តែអ្នកនងរបស់វាខ្លះហើយយើងត្រូវដឹងអានេះជាអ្នកនងសំខាន់ទ្រឹស្ដីរបស់វាដើម្បីយកមកស្រាយបាទយើងត្រូវដឹងពី3ដំណាក់កាលហ្នឹងហើយឥឡូវមើលខខ្ញុំសេក្រោមនេះហើយសួស្ដីអញ្ចឹងគេឲ្យយើងស្រាវជ្រាវ DVTN ហ្នឹងគឺវាស្មើប៉ុណ្ណឹងឥឡូវយើងមានតាមស្មូលកនេះយើងមានអានេះយកមកប្រើចាអាហ្នឹងឥឡូវគេយើងស្រាវចេញពីស្មូលកមកហ្នឹងអាហ្នឹងបើយើងប្រៀបមួយវិចារកំណើតនេះអាហ្នឹងប្រៀបដូចជាដំណាក់កាលទី1បាទអានេះថាយើងតេស្ត DV ទី1 DV ទី2វាយើងឃើញប៉ុណ្ណឹងប៉ុន្តែគេចង់ឲ្យទីបញ្ជាក់វាទៅជាទម្រង់បែបនេះវិញអញ្ចឹងដើម្បីងាយស្រួលគឺយើងបំលែងDV ទី1 DV ទី2យើងហ្នឹងបំលែងឲ្យចូលចេញជាទម្រង់បែបនេះហើយដើម្បីបំលែងចូលចឹងបានអត់មានអីបាក់ទេមើលខ្ញុំបង្ហាញតើតើហ្នឹងអញ្ចឹងយើងថាតាមសំណួរកតាមសំណួរកនេះយើងមានអីគេអ៊ីក្រិចព្រីមនេះស្មើខុសអីដកស៊ីននេះអញ្ចឹងដោយសារយើងចង់ស្រាយអានេះឲ្យចេញជាសំណួរទូទៅរបស់វាតែម្ដងអញ្ចឹងអានេះបានន័យថាម៉េចបើដល់ DVTN បានន័យថាការ DV ទី1មកបើសិនជាយើងជួស n នេះស្មើ1ជាដំណាក់កាលតាមវិចារកំណើនយើងបើយើងបាទអត់ចាំបាច់ផ្សេងទៀតទេព្រោះនេះយើងគណនាហើយបាទគណនាពីសំណួរកហ្នឹងមកចឹងគេយកអាហ្នឹងសមត្ថកម្មយកមកប្រើតែម្ដងឧបមាថាចេះឧបមាថាបើ n ស្មើ1នេះបានន័យថា DV ទី1វាយើងយក n ស្មើ1យើងជួសទៅយើងបានអីគេ sin x បូក pi ភាគ2បូកឲ្យកុស x បូកឲ្យអានេះ pi ភាគ2ចាអានេះមុំអីគេមុំពេញអញ្ចឹងណាអញ្ចឹងបើសិននេះនៃមុំ x បូក pi ភាគ2វាស្ថិតនៅក្នុងកាតលនេះ2យ៉ាងអាចគូមើលកំពុងនៃខោមានបានណាបើសិនភ្លេចសញ្ញាវាអញ្ចឹងឥឡូវគូផងដែរបាទអញ្ចឹងអាសានេះបើយើងគិតទៅគឺវាមុំ pi ភាគ2ឬក៏ស្មើនឹងមុំ9នៅក្នុងកំពុងនៃខោមានយើងអញ្ចឹងបើសិនជាមុំ x បូក pi ភាគ2បានន័យវាទៅរេចូលកាត់ត្រង់ទី2នេះបាទរេចូលអាហ្នឹងអានេះកាត់ត្រង់ទី1ទី2ទី3ហើយនឹងទី4អញ្ចឹងបើសិនជាមុំ x បូក pi ភាគ2នេះវាចូលវារេចូលកាត់ត្រង់ទី2នេះសនេះវាគឺឈបាទឈឬអរណេហ្នឹងy ហ្នឹងគឺជាស៊ីនដេកឬក៏អាប់ស៊ីសនេះគឺជាកុសបាទអញ្ចឹងសនេះបើសិនជាខ្ញុំមើលនេះចំណោកែកទៅលើសនេះហ្នឹងទៅវាស្ថិតនៅខាងលើឬក៏ខាងបូកកណ្ដុំអញ្ចឹងសញ្ញារបស់វាចេញមកគឺសញ្ញាវិជ្ជមានដដែលប៉ុន្តែអានេះដោយសារវាមុំពេញចេះយើងទៅបដូរបាទអានេះមុំកៅនេះយើងបដូរពីស៊ីនទៅកុសទៅស៊ីនហ្នឹងទៅបាទអញ្ចឹងដោយសារសនេះចេញមកវាស្ថិតនៅក្នុងកាតង់ទី2ហ្នឹងមុំហ្នឹងគឺសនេះវានៅតែសញ្ញាវានៅវិជ្ជមានដដែលប៉ុន្តែវាបដូរទៅជាកុសអីកុសមុំអីអញ្ចឹងណាកុសនេះចំពោះកុសវិញដោយសារវាដេកចេះយើងចំណោមកទៅលើកុសហ្នឹងវាស្ថិតនៅខាងឆ្វេងឬខាងដកដណ្ដអញ្ចឹងវាចេញមកចេញអវិជ្ជមាននេះទៅបដូរទៅជាសញ្ញាវិជ្ជមាននៃស៊ីន x វិញអញ្ចឹងយើងឃើញថាតាមអំណះអំណាងគេឲ្យយើងស្រាយនេះDVTN ហ្នឹងសិនជាយកអានេះមកប្រើបើជួស n ស្មើ1ចឹងទៅយើងជួសទៅយើងឃើញថា y ព្រីមនេះវាចូលតាមទម្រង់នេះហើយអាទម្រង់ហ្នឹងវាមិនស្មើរបស់យើងដើមយើងដេកចេញពីស្មូះកហ្នឹងអញ្ចឹងនៅក្នុងសម្រាយនេះគឺយើងព្យាយាមបំលែងពីអាទម្រង់នេះទៅជាទម្រង់ទូទៅរបស់វាវិញបាទព្រោះគោលដៅយើងគឺយើងចង់ស្រាយចេញជាទម្រង់អានេះគឺទម្រង់ទូទៅរបស់វាតែម្ដងរហូតដល់ DVTN ដល់ DV ទី2 DV ទី3អីតទៀតបើយើងចង់ធ្វើដល់ DV ទី3ទៀតក៏យើងនៅតែបន្តធ្វើយ៉ាងដែរហ្នឹងក្បួនយើងប្របែកទៅជាចេះតែម្ដងបាទប្របែកទៅជាទម្រង់ទូទៅរបស់វាប៉ុន្តែបើសិនជាឧមាថាលំហាត់ហ្នឹងគឺគេឲ្យយើងកណនា DVTN វិញមិនមែនជាការស្រាវជ្រាវអាហ្នឹងទៅពិបាកខ្លាំងប៉ុន្តែបើសិនយើងមានអានេះហើយគេគ្រាន់តែឲ្យយើងស្រាវជ្រាវទេយើងយកហ្នឹងស្មាតកម្មយើងមកប្រើតែម្ដង
mình bạch kịch riêng sinh nhà riêng kịch riêng mông bị đo thiệt thì chẳng việc ai cũng lại từ trên này từ trên vùng che bình mát trên từ trên xín x bộ 2 phía bì ní bộ áo có x bộ 2 phía bì vẫn là này ở đây về tp để về tp tìm chơi cái độ sân đi x có x ní có dùng lại từ trên lông tu từ đây này lông tu từ vậy chứ chỉ có trình độ ăn smart pi đấy mà ăn smart pi anh ấy pi phái chạy pi bạn x bộ bà x bộ phái hay bộ nắng có x bộ phái mà này mồm bánh về rê nè đấy mồm rồi phải đó đấy mà mồm phai chẳng về rê cho cả toàn thị bay bộ phai x bộ phai chẳng hạn đấy thành được không cả toàn thị pi cho x bộ phai về rê cho cả toàn thị bay đi chắc bà sân chia cho nào khai lừa ạ xin cho nào có việc bạn đó đọ xin x bắt đầu đây anh mồm bánh chẳng nếu ở chỗ nào mà lừa ạ xin tới nhưng khi này nơi khác đọ nó là đi chỉ mới bên nơi đọ xin x đá ở chỗ nào từ lừa ạ câu bánh anh ấy bên nơi câu nói bên này nhà biết bên nơi thân nơi khác bây giờ nằm đá trắng vì chơi mất cái chơi ở bên trong miền chắc tiêu trọt nghệ đó hỏi bà xem gì trong vừa đây thì bây giờ tiết của bạn đấy còn nhiều mặt vừa đây dừng nè cho thằng đòn này và cho đấy trên tha ta vị cha của này và tam cô ca của bạn đấy tam cô ca vị cha của này nữa Upama thà anh ấy cho đâu tận nãy ca tí pí mình mà tha đây về y cái này đừng có đây về thì ăn đó việc pha vẫn bật để kéo những phải đó là bị bật chả cái áo dương sai đúng một con là bật đấy nè chả tận nãy ca tí pí đấy dương còn ca Upama sẵn tệ còn thấy thòng ban rồi lúc nào cái áo dương sai trẻ khó là nó cứ bị bật rồi sao đây và cái áo màu nó lại khó để nó cứ bật còn tay giờ con thà dừng thua chuyện này nắng là bây giờ là xài cái trẻ kể được có proof cái thà nó bây giờ bật thì tầm phải liệt mẹ chẳng nó lẽ lại bên chẳng này chắc là bây giờ xài năng bá là đi coi cả ục má chứ cho hiện tại KTP với bên cho pháo nhà lấy cho đó tại KTP bấy cứ hiện tại thay dương đang sai thà mà dương đang sai thá đây vậy thì ăn bột muối đó ăn ấy từ ăn bột muối mình đấy xin bột hỏi ăn bột muối 2 chai pì đấy hỏi có bột ăn bột muối 2 chai pì đấy việc bật chắc là bây sai phiên này bán cứ kê vô đây vậy thì ăn ấy gì vô từ vừa đây với đồng tiền còn ấy đây vậy thì ăn hỏi trong dân vừa đây vậy thì một đồng tiết nhưng mà y ăn đây vậy thì ăn bộ muối này chắc dương tây phơi vàng na cái đó cô đại dưới trong hiện thị bấy cái dương cho đây vậy thì anh ấy giờ mặt đề máu đề vàng na cái đó hai vàng mấy cái đó ai đã tranh máu cứ biết tiên toàn về đi tập tiên toàn nó ca Obama tha đây vậy thì anh bao nhiêu nó có việc bật lại chứ gì thà miến y cái ăn bộ mùi nít biết smile cái gì cho đây vậy thì anh ấy đây nó không thiệt này mà prim chẳng biết smile cái y đây vậy thì ăn bao nhiêu cái smile này giờ nó chưa tại đây mà xin bộ 2 việc phí nít ăn 2 việc phí bộ áo có mông ăn 2 phía vì hai prep mà chẳng đây về họp bố chưa lại đây về mà nè vào nè mùi chẳng ba này kìa chẳng lại xả mù này xả mù tha đi đề tới mà này
យើងដេស៊ីនធំមកឥឡូវខ្ញុំផ្ដាច់មួយសិនហើយភាគ2ព្រីមបូកឲ្យអានេះដេទៅទី n បូក1អានេះយើងអាចចាត់ទុកថាជាផ្កាយតំណែងផ្កាយទៅតំណែងផ្កាយណាមួយអញ្ចឹងគោលដៅយើងគឺយើងយកដេទៅទី n នេះយកទៅដេម្ដងទៀតទៅទាញយ៉ាងដេយ៉ាងណាក៏ដោយហើយឆ្នៃយ៉ាងម៉េចក៏ដោយឲ្យវាចេញមកអញ្ចេះអញ្ចឹងបើទាញមកឲ្យស្មើនេះវាទៀងទាត់គ្នាអញ្ចឹងបានន័យថាការឧបមារបស់យើងនេះវាពិតអញ្ចឹងមកពិតអត្តនការតំណែងទី1នេះទី2ទី3ហ្នឹងគឺវាពិតទាំងអស់ថាការស្រាវជ្រាវរបស់យើងហ្នឹងគឺវាត្រឹមត្រូវហើយស្មើអានេះយើងដេកុសនេះដែរមក x បូក n ផាយភាគ2ព្រីមចានេះដេស៊ីនអ៊ុយដេស៊ីនអ៊ុយស្មើដេស៊ីនអ៊ុយ y ព្រីមយើងមិនស្មើគេអ៊ុយព្រីមកុសអ៊ុយចុះដេកុសអ៊ុយមិនស្មើដកអ៊ុយព្រីមស៊ីនអ៊ុយអញ្ចឹងចានេះអ៊ុយចេះយើងបានតទៀតគឺ y ទី1នេះអ៊ុយព្រីម x បូក n ផាយភាគ2ព្រីមកុស x បូក n ផាយភាគ2ដកឲ្យ x បូក n ផាយភាគ2នេះព្រីមសិននេះ x បូក n ផាយភាគ2អូខេអញ្ចឹងយើងដេអានេះមកចានេះដេលេខទៅណាអានេះ n ផាយភាគ2ដេលេខទេចានេះដេឬវាសល់តែ x ព្រីមស្មើ1អញ្ចឹងវាចេញមកគឺកុស x បូក n ផាយភាគ2ដកឲ្យដកឲ្យអានេះមិនស្មើប៉ុន្មានស្មើ1ដែរអញ្ចឹងដកស៊ីន x បូក n ផាយភាគ2ចេះចង់ដេឲ្យចេញមកអញ្ចេះបាទអញ្ចឹងយើងធ្វើយ៉ាងម៉េចព្រោះគោលដៅយើងអានេះស៊ីនសនេះ x បូក n បូក1ផាយភាគ2ចាអានេះខ្ញុំអាចបដូរខុសនេះតាមមុំបន្ថែមគឺបដូរទៅជាផាយបូក2វិញមកយើងបន្ថែមបាទអានេះយើងអាចបដូរទៅចេះបាទបដូរទៅស៊ីនចេះតែម្ដងដែរអញ្ចឹង x បូកឲ្យផាយភាគ2បូកឲ្យ n ផាយភាគ2នេះដកឲ្យយើងដាក់បូកមកបូកកុស x បូកឲ្យផាយភាគ2បូក n ផាយភាគ2នេះបាទចានេះមិញខ្ញុំបានបញ្យល់តាក់ទងមុំនេះហើយចានេះវារេចូលកតង់ទី2ចឹងកុសវាចេញមកយ៉ាងវិជ្ជមានវាទៀងទាត់ជាសាយអានេះបូកបាទអញ្ចឹងអានេះរេមកចេញសញ្ញាវិជ្ជមានវាចេញសនេះវិញបាទអានេះយើងបដូរទៅជាស៊ីនវិញអញ្ចឹងត្រូវហើយទៀងទាត់ចេះបានស៊ីននៃមុំ x អានេះយើងអាចចាប់ផាយចេញជាកតានេះយើងបាន n បូក1ផាយភាគ2បូកឲ្យកុស x បូក n បូក1ផាយភាគ2ចាហ្នឹងជាគេដេអ្វីទី n បូក1ណាចេះវាពិតវាទៀងទាត់បាននេះចាហ្នឹងវាស្មើនឹងផ្កាយហ្នឹងប្រាក់នៅផ្កាយហ្នឹងពិតបាទពិតចឹងតាមជំហានដំណាក់កាលនៃការស្វែងយើងស្វែងបែបនេះចេះយើងអាចសេបានថាដូចនេះបាទដូច្នេះដេអ្វីទី n ហ្នឹងដល់ដេអ្វីទី n ហ្នឹងគឺស្មើស៊ីននៃមុំ x បូក n ផាយភាគ2នេះបូកឲ្យកុស x បូក n ផាយភាគ2នេះវាពិតបាទប៉ុណ្្នឹងហើយ